សូមជម្រាបសួរដល់ប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ច្បិចរឿងរ៉ាវនៅក្នុងថ្ងៃនេះដែរច្បិចរឿងរ៉ាវនឹងលើកយកនៅព័ត៌មានមួយដែលបានលើកឡើងថា NASA បានបើកបង្ហាញរូបភាពផ្កាយរណបដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅត្រង់តំបន់ដែលមានការរញ្ជួយដីនៅប្រទេសភូមាដែលនៅតំបន់នោះគឺមានការរំកិលនៅស្រទាប់ផែនដីដល់ទៅ6ម៉ែត្រទៀតផងប្រិយមិត្តជាទីមេត្រីក្រោយពីមានការហែរញ្ជួយដីដ៏ខ្លាំងមួយនៅប្រទេសមីយ៉ាន់ម៉ាឬក៏យើងហៅថាប្រទេសភូមាកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025កន្លងទៅនិយាយរួមទៅគឺវាមានរយៈពេល1ខែទៅហើយដែលករណីដែលទណ្ឌកម្មពីព្រះធរណីមួយនេះបានបំផ្លិចបំផ្លាញនៅសំណង់អគារផ្ទះសម្បែងហើយនឹងជីវិតរបស់មនុស្សសត្វអស់ជាច្រើនផងដែររីឯចំណែកអ្នកដែលរួចរស់រៀនមានជីវិតឯនេះវិញក៏ប្រៀបបាននឹងការរស់នៅក្នុងរណ្ដៅមរណៈដូចគ្នាដែលពួកគេគឺធ្វើការរស់នៅយ៉ាងលំបាកវេទនាដោយត្រូវរស់នៅតាមទីវាលដែលចងតង់គ្មានជំរកខ្វះខាតនៅស្បៀងអាហារហើយនឹងថ្នាំសង្កូវជាដើមទោះបីជារលករញ្ជួយដីបានកន្លងផុតទៅយ៉ាងណាក៏ដោយក៏ប៉ុន្តែផលប៉ះពាល់របស់វាពុំមែនប៉ះពាល់តែនៅក្នុងទីក្រុងឬក៏ទីប្រជុំជនលំនៅឋានរបស់ប្រជាពលរដ្ឋនៅឡើយប៉ុន្តែវាក៏ជះឥទ្ធិពលប៉ះពាល់ទៅលើកន្លែងកសិកម្មដីស្រែចម្ការរបស់ប្រជាពលរដ្ឋផងដែរហើយថ្មីនេះក៏មានការផុសនៅសារមួយដោយ Page World Forum ព័ត៌មានអន្តរជាតិដែលបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលមិនស្ទើរនៅឡើយដោយខ្លឹមសារនៃផុសនៅក្នុងបណ្ដាញសង្គមនោះគឺនិយាយថាគ្រោះរញ្ជួយដីនៅត្រង់តំបន់ Sky នាកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025បានធ្វើឲ្យស្រទាប់នៃផែនដីរំកិលប្រមាណជា6ម៉ែត្រដោយយោងទៅតាមទិន្នន័យរបស់ NASA រូបភាពពីផ្កាយរណបដោយមានរូបភាពមួយចំនួនត្រង់តំបន់កើតហេតុគ្រោះធម្មជាតិនេះគឺបង្ហាញឲ្យឃើញពីស្នាមដីប្រេះចេញពីគ្នាហើយនឹងរចនាសម្ព័ន្ធមួយចំនួនទៀតខូចខាតជាដំណំផងដែរដោយប្រទះឃើញនៅដីស្នាមប្រេះហើយនឹងស្នាមរំកិលស្កាយបណ្ដោយដល់ទៅប្រមាណ500ម៉ែត្រឬប្រមាណ342ម៉ៃចង់ដឹងថាស្នាមប្រេះឬដីរំកិលនោះមានលក្ខណៈយ៉ាងណាតោះទៅតាមដានទស្សនារូបភាពនេះមួយទាំងអស់គ្នាCelebs and hosts with endless sparks, infotainment hitting marks, drama, laughter, music. ប្រិយមិត្តជាទីមេត្រីស្ថាប័នព័ត៌មានអន្តរជាតិដែលផ្សាយចេញពីទីក្រុង Naypyidaw ក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី20ខែមេសាបានប្រកាសផងដែរថាលោកឧត្តមសេនីយ៍មីនអងឡាងដែលជាអគ្គមេបញ្ជាការយោធាហើយនិងជាមេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បាននិយាយផងដែរថាក្រុមការងារដែលពាក់ព័ន្ធកំពុងធ្វើការសិក្សាទៅលើអគារដែលមានសភាពខូចខាតយ៉ាងដំណំនៅក្នុងទីក្រុងដែលវាបណ្ដាលមកពីហេតុការណ៍រញ្ជួយដីកម្រិតខ្ពស់កាលពីថ្ងៃទី28ខែមីនាកន្លងទៅលោកមីងអនឡាញក៏បានថ្លែងផងដែរថាចំពោះអគារដែលបាក់រលំដោយសារតែគ្រោះរញ្ជួយដីនោះគឺអាចមកពីអគារទាំងនោះគឺបានកសាងបានសាងសង់នៅលើទីតាំងដែលមានដីស្រទាប់ស្ដើងមិនតែប៉ុណ្ណោះរាល់អគារដែលបាក់រលំដោយសារគ្រោះរញ្ជួយដីនោះនឹងត្រូវរៀបចំកសាងហើយនឹងជួសជុលឡើងវិញសាជាថ្មីខណៈដែលប្រភពសារព័ត៌មានលំដាប់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបង្ហាញផងដែរថាអគារប្រមាណ 80% ដែលជាអគាររបស់ក្រសួងហើយនិងទីតាំងការិយាល័យរដ្ឋាភិបាលគឺទទួលរងការខូចខាតយ៉ាងដំណំពីគ្រោះរញ្ជួយដីក្នុងនោះដែរក៏មានការផ្លាស់ប្ដូរទីតាំងការិយាល័យការងារទៅកាន់ទីក្រុងយ៉ាងហ្គូនផងដែរមិនថាតែជាក្រសួងការបរទេសក្រសួងសន្តាគារបដិសណ្ឋារកិច្ចនិងទេសចរនិងក្រសួងអន្តរប្រវេសន៍និងប្រជាជនរហូតរួមទាំងក្រសួងពាណិជ្ជកម្មផងដែរមិនត្រឹមតែប៉ុណ្ណោះសូម្បីតែធនាគារជាតិមីយ៉ាន់ម៉ាក៏ត្រូវបានផ្លាស់ប្ដូរទីតាំងអគារការិយាល័យការងារផងដែរសារព័ត៌មាននៅក្នុងតំបន់ជាច្រើនបានចុះផ្សាយផងដែរថាចំពោះសារមន្ទីរវត្ថុបុរាណជាតិ Naypyidaw ក៏បានដំណើរការនៅក្នុងការផ្លាស់ទីវត្ថុបុរាណជាច្រើនដើម្បីយកទៅរក្សាទុកបណ្ដោះអាសន្ននៅទីក្រុងយ៉ាងហ្គូនផងដែរមិនតែប៉ុណ្ណោះវត្ថុបុរាណជាច្រើនផ្សេងទៀតតម្រូវឲ្យមានការជួសជុលការខូចខាតឡើងវិញផងដែរយ៉ាងណាមិញអតីតមេដឹកនាំរដ្ឋបាលមីយ៉ាន់ម៉ាបាននាំគ្នាលក់នៅអគាររដ្ឋបាលហើយនៅអគារការិយាល័យនៅក្នុងទីក្រុងចាស់ឲ្យទៅខាងក្រុមហ៊ុនឯកជនកាលដែលរើ
ទីក្រុងពីយ៉ាងហ្គូនត្រឡប់ទៅកាន់នេព្យាដរក៏ប៉ុន្តែនៅមានអគាររដ្ឋបាលមួយចំនួនដែលនៅបើកដំណើរការនៅក្នុងទីក្រុងនៅផងដែររួមមានអគាររបស់ក្រសួងពាណិជ្ជកម្មហើយនិងធនាគារជាតិចាស់ជាដើមតែទោះជាយ៉ាងណាក៏ដោយសារព័ត៌មានក៏បានចូលទៅត្រួតពិនិត្យពីស្ថានភាពនៃគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាឃើញថាមានការកើតនៅគ្រោះរញ្ជួយដីហើយនិងហេតុការណ៍ aftershock ជាបន្តបន្ទាប់ផងដែរដោយស្ថាប័នអង្គការគ្រោះរញ្ជួយដីបានរាយការណ៍មកផងដែរថាកាលពីថ្ងៃទី20ខែមេសាកន្លងទៅនេះវេលាម៉ោង 14 ហើយនិង1នាទីម៉ោងនៅក្នុងប្រទេសថៃមានកើតហេតុគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកម្រិត 3.9 ជម្រៅដល់ទៅ10គីឡូម៉ែត្រនៅតំបន់ខាងលិចភាគខាងជើងនៃស្រុកប៉ាងម៉ាផាខេត្តម៉ែហុងសនប្រមាណ306គីឡូម៉ែត្រក្រៅពីនេះនៅមានរបាយការណ៍កើតមានរញ្ជួយដីនៅមីយ៉ាន់ម៉ាជាបន្តបន្ទាប់ពេញមួយថ្ងៃផងដែរដោយដែលប្រិយមិត្តបានឃើញនៅក្នុងតារាងនៅក្នុងវីដេអូនេះស្រាប់ក៏ជម្រាបជូនដល់ប្រិយមិត្តផងដែរថាគ្រោះធម្មជាតិគឺកើតមានឡើងដោយយើងពុំអាចបានដឹងជាមុនហើយក៏សូមឲ្យប្រិយមិត្តមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងការរស់នៅប្រចាំថ្ងៃជារឿងរ៉ាវសូមអរគុណដល់ប្រិយមិត្តដែលតាមដានទស្សនាដល់ទីបញ្ចប់សូមជូនពរដល់ប្រិយមិត្តជួបប្រទះទៅនឹងសេចក្តីសុខសុវត្ថិភាពហើយនិងសុភមង្គលនៅក្នុងក្រុមគ្រួសារជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលាSpotlight shining lights the stage.